ចម្រើនពោញាតិញោមទាំងអស់គ្នាពោនេះគឺជាសកម្មភាពហើយនឹងស្បៀងយើងដើម្បីយកទៅជួយបងព្រះកងទ័ពឃើញដែរថាថ្ងៃនេះថ្ងៃទី11ពោថ្ងៃទី11ខែ12ឆ្នាំ2025ពោបាននៅខាងវត្តសូយ៉ាបានទទួលកន្លែងស្បៀងទុកស្បៀងអញ្ចឹងពោដើម្បីយកទៅឲ្យបងព្រះកងទ័ពហើយនឹងជនភៀសសឹកពោដែលកំពុងតែរងគ្រោះពិបាកអញ្ចឹងពោនៅតាមបណ្ដាខេត្តនានាដែលកំពុងតែរងគ្រោះអញ្ចឹងពោយើងឃើញបានថាមានដូចជានំប៉័ងហើយអង្គទឹកសុទ្ធសៀងអីផ្សេងហ្នឹងគឺញាតិញោមនៅខាងស្រុកមងឫស្សីហ្នឹងគឺស្រស់ដៃស្រស់ជើងគ្នាមកជួយបរិច្ចាគមកជួយយកមកឲ្យកន្លែងស្បៀងអញ្ចឹងពោហើយយើងឃើញបានថាតែមានពងទាហើយទឹកសុទ្ធមីអីអញ្ចឹងញាតិញោមណាដែលមានសទ្ធាជ្រះថ្លាអាចចូលរួមបានពោនៅខាងវត្តសូរិយាស្រុកមងឫស្សីខេត្តបាត់ដំបងពោអរគុណច្រើន